ព័ត៌មានទាន់ហេតុការណ៍តែអ្នកដឹងទេមីស៊ីល Hypersonic Fata 2របស់អ៊ីរ៉ង់អាចហោះក្នុងល្បឿនដ៏អស្ចារ្យរហូតដល់15ដងនៃល្បឿនសំឡេងនៅពេលវាត្រូវបានបាញ់ចេញវាមិនហោះត្រង់ទៅកាន់ប្រទេសអ៊ីស្រាអែលនោះទេផ្ទុយទៅវិញវាហោះឡើងទៅលើមេឃជិត100គីឡូម៉ែត្រពីផ្ទៃដីដោយចូលទៅកាន់លំហអាកាសមួយផ្លែតនៅខណៈនោះកាយរណបរបស់អាមេរិកអាចចាប់កម្ដៅដែលភាយចេញពីម៉ាស៊ីនរបស់វាទន្ទឹមនឹងនោះប្រព័ន្ធរ៉ាដា Greenpin ដ៏មានឥទ្ធិពលរបស់អ៊ីស្រាអែលដែលមានសមត្ថភាពស្កេនក្នុងចម្ងាយ900គីឡូម៉ែត្រក៏ចាប់សញ្ញាមីស៊ីលនេះនិងតាមដានគន្លងហោះហើររបស់វាផងដែរត្រឹមតែប៉ុន្មានវិនាទីប៉ុណ្ណោះប្រព័ន្ធបច្ចេកវិទ្យាកម្រិតខ្ពស់នឹងកណនាពីទីតាំងដែលវាអាចនឹងធ្លាក់ចុះដើម្បីទប់ទល់នឹងការវាយប្រហារនេះអ៊ីស្រាអែលមានប្រព័ន្ធការពារជាច្រើនជាន់1 Arrow 3ជាប្រព័ន្ធស្ទាក់ចាប់ដ៏ទំនើបបំផុតដែលត្រូវបានរចនាឡើងដើម្បីកំទេចមីស៊ីលតាំងពីនៅក្រៅបរិយាកាសផែនដី2 David Sling ប្រសិនបើ Fata 2អាចទម្លុះរនាំងទី1បានវានឹងចូលមកដល់បរិយាកាសផែនដីដែលនៅទីនេះមានប្រព័ន្ធ David Sling រងចាំស្ទាក់ចាប់3ប្រព័ន្ធរ៉ាដា Sidom នៅលើនាវាចម្បាំងក្នុងសមុទ្រនិងយន្តហោះចម្បាំងជាច្រើនផ្សេងទៀតក៏ត្រៀមលក្ខណៈរួចជាស្រេចដើម្បីកំទេចរាល់មីស៊ីលឬដ្រូនណាដែលហោះចូលមកគៀកនឹងព្រំដែនទោះបីជាមានប្រព័ន្ធការពារច្រើនយ៉ាងណាក្តីនៅក្នុងសេណារីយ៉ូជាច្រើនល្បឿនដ៏លឿនបំផុតនិងសមត្ថភាពបត់បែនរបស់ Fata 2អាចអនុញ្ញាតឲ្យវាហោះឆ្លងផុតប្រព័ន្ធការពារទាំងនេះហើយទៅដល់គោលដៅបង្កជាការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ